ស្ដីបងថ្ងៃនេះយើងមកធ្វើជាមួយនឹងមិននួយតែក្រហមកំឡោះស្ករទាំងអស់គ្នាអញ្ចឹងតោះមកមើលថាតើវិធីនៃការអប់តែបែបណាដែលការអប់តែក្រហមរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើប្រាស់ពីរប្រភេទចូលគ្នាមួយជំនួយខិលមួយជំនួយពណ៌ហើយបរិមាណស្មើគ្នាអញ្ចឹងគឺយើងធ្វើការចាក់ចូលទៅក្នុងកន្លមួយទៅបិទផ្លាកចំណាំដូចខ្ញុំអញ្ចឹងណាហើយបងធ្វើការក្រឡុកឲ្យសັບសំយើងយកមកប្រើប្រាស់អប់តែរបស់ខ្ញុំថ្ងៃនេះឬពុំមុនគឺខ្ញុំប្រើប្រាស់ចំនួន5ស្លាបព្រាកំប៉ុងណាបងដួស5ស្លាបព្រាកំប៉ុងចូលទៅក្នុងស្បៃអប់របស់យើងហើយយើងធ្វើការចាក់ទឹកក្តៅចំនួនកន្លះលីត្រឬក៏500 ml ចូលទៅនឹងអប់ទុករយៈពេល25នាទីបងក្បួនរបស់ខ្ញុំគឺ25នាទីក្រោយពេល25នាទីហើយយើងធ្វើការចំបាច់ទឹកតែនចេញអស់ហើយអាចយកប្រើប្រាស់បានហើយអញ្ចឹងឆុងតែក្រហមថៃធីរបស់យើងគឺយើងប្រើប្រាស់ទឹកតែ150 ml ទឹកដោះគោខាប់នឹង30 ml ហើយនឹងទឹកដោះគោស្រស់កំប៉ុងរបស់យើង40ទៅ45 ml ប៉ុណ្ណឹងគឺរៀបរាល់ហើយតែដោយសារតែថ្ងៃនេះយើងបាញ់គ្រីមពីលើយើងត្រូវការដាក់ជាមួយនឹងគ្រីមពីលើ topping ណាអញ្ចឹងថ្ងៃនេះគឺគ្រីមពងមាន់បងបែបហ្នឹងក្បួននៃការបាយគ្រីមពងមាន់គឺខ្ញុំមានហើយស្ករសម្រាប់យកមកកម្លាយយើងប្រើប្រាស់ប្រភេទស្ករអញ្ចឹងគឺម៉ត់ល្អហើយឈ្ងុយមែនតើបងចាក់រោយឲ្យពេញអញ្ចឹងហើយដាក់ជាមួយនឹងកនេះការពារកុំឲ្យរលួយមាត់កែវហើយបាញ់ភ្លើងទៅបងអើយតំណងខ្លាំងមែនតើនេះខាបើភាសាប្រាំងគេប្រូលេអញ្ចឹងណាបងអញ្ចឹងរៀបរាល់ហើយចំពោះក្បួនមួយនេះបងដែលគាត់មានគ្រឿងផ្សំនៅផ្ទះហើយអាចសាកបងធ្វើតាមបានណា